ស្វាគមន៍មកកាន់ដំណើរកំសាន្តដ៏សែនសប្បាយរីករាយមានបញ្ហាជាច្រើនមួយគេថាអូនវាយំអើយយំនិយាយវាថាខូចនោះខូចបងប្អូនហើយទិដ្ឋភាពស្រុកខ្មែរគឺថាស្អាតមែនតើនេះគឺជាផ្លូវទៅកាន់ភ្នំ1500ខាងវាវែងរបស់យើងនិយាយពីថាទឹកអីអូយស្អាតជាក់ភ្នែកណាស់បើបានទៅលេងម្ដងទៀតមិនដឹងថាសប្បាយចិត្តប៉ុណ្ណាទេអារម្មណ៍គឺថាអស់ទុកកង្វល់តែម្ដងកន្លែងនេះវិញគឺកន្លែងគេហៅថាទឹកទៅតាតៃអ្នកទាំងអស់គ្នាជិះទុកទៅយើងទៅមើលទឹកតាតៃអាអូននេះវិញគឺថាជំនាញតែម្ដងគាត់ពុះឲ្យគេទេអ្នកគ្នាស្អាតនោះស្អាតបើនេះវិញខាងកោះកុងបន្ទាប់ពីយើងទៅដល់ពោធិ៍សាត់ខាងវាវែងហើយក៏ធ្វើដំណើរទៅកោះកុងទៀតកោះកុងគឺសមុទ្រគេស្អាតអ្នកទាំងអស់គ្នាសមុទ្រខាងកោះកុងស្អាតមែនតើក៏យើងចាប់បាន oyster នឹងក្តាមអ្នកគ្នានេះកន្លែងផ្សារដែលគេរើគ្រឿងសមុទ្រតែម្ដងគឺថាស្រស់ខ្លាំងណាស់បើបានយកមកឆាអប់លីស៊ូអីតំណងមែនតើហើយគ្រូសាស្ត្ររបស់ខ្ញុំក៏បានទិញយកមកធ្វើម្ហូបអីចឹងទៅនេះពេលព្រឹកព្រលឹមកន្លែងគេនេសាទភ្លាមហើយគេយកមកបោះដុំនៅផ្សារនឹងតែម្ដងហ្នឹងដូចជាផ្សារកន្លែងគេលក់គ្រឿងសមុទ្របន្ទាប់ពីយើងដល់កោះកុងហើយគឺធ្វើដំណើរឆ្ពោះទៅខាងកំពង់សោមគឺថាសមុទ្រគឺលេង2ថ្ងៃជាប់គ្នាតែម្ដងហើយកំពង់សោមក៏ទេសភាពមិនណយដែរយើងដើរលេងឲ្យសពអញ្ចឹងទៅបានដើរម្ដងហើយបងប្អូនទាំងអស់គ្នាណាគឺថាទេសភាពស្រុកខ្មែរគឺស្អាតមែនតើមិនចាញ់ប្រទេសគេទេនិយាយពីថាបងប្អូនរបស់ខ្ញុំវិញពេលឃើញទឹកសមុទ្រគឺថាសប្បាយចិត្តតែម្ដងមើលគេរត់អ្នកទាំងអស់គ្នាហើយជីវិតពេលនេះមាន10ឆ្នាំប្រហែលដងទៀតទៅណាឥឡូវវីដេអូក៏មកដល់ទីបញ្ចប់ហើយចង់ដូច្នេះបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងណាអរគុណច្រើន